ស្រុកសំឡូតជាស្រុកមួយដែលសម្បូរទៅដោយដីមានជីជាតិហើយដាំទុរេនបានល្អមែនទែនហើយថ្ងៃនឹងផងដែរខ្ញុំក៏បានទៅលេងចំការលោកគ្រូកេនចាយកន្ធីហៅសៃមុំចំការផគាត់ធំមែនទែនហើយថ្ងៃដែលខ្ញុំទៅបងប្អូនគាត់ទៅលេងច្រើនមែនទែនតាក់ទងនឹងទីតាំងកន្លែងគាត់ធំទូលាយមែនទែននេះបងម្ចាស់ចការគាត់បានចងសាវម៉ាវសម្រាប់អតិជនហើយសាវម៉ាវផគាត់របៀបថាគាត់បេះបានក៏រៀបចំជាលក្ខណៈ1គីឡូអញ្ចឹងហើយមានផ្លែបឺមានអីទៀតហើយតរ៉េនគាត់ដាក់តាំងនៅមុខហ្នឹងឯងបងប្អូនជីកទៅហ្នឹងបានឃើញតរ៉េនគាត់តាំងនៅមុខហ្នឹងឯងហើយបងប្អូនទៅហ្នឹងក៏ចូលទៅលេងកន្លែងចការគាត់ក៏បានដោយសារកន្លែងចការគាត់មានទីធ្លាធំអញ្ចឹងយើងជិះឡានចូលទៅយើងមានកតេលមានអីក្រាលហូបបាយហូបអីហ្នឹងរួចហូបបាយរួចហ្នឹងទៅបងប្អូនអាចដើរទស្សនាជុំវិញចំការទុរេនគាត់បានហើយយើងថតរូបថ្ងៃហ្នឹងមានបងប្អូនមកលេងច្រើនហើយនិយាយខ្ញុំមេអំណោយផលមែនទែនដោយសារអត់មានភ្លៀងទេគឺក្តៅចាស់តែម្ដងប៉ុន្តែទៅក្រោមចំការទុរេនមើលឃើញផ្លែទុរេនហើយមកលុបទុរេនទៅយើងមើលទៅស្រស់ស្រាយមែនទែនហើយទេសភាពតាមដងផ្លូវយើងជិះម៉ូតូទៅក៏ស្អាតដោយសារយើងជិះម៉ូតូទៅហួសពីជាវតិចមកហួសផ្សាររាយដែកតិចទៅយើងជិះតាមផ្លូវហ្នឹងមានទេសភាពសងខាងផ្លូវមានដលងមានពោតអីបងប្អូនវិជាកសិករគាត់ដាំហើយជីមកក៏ដល់ទឹកធ្លាក់បឡាងហួសអាផ្លូវបាយទឹកធ្លាក់បឡាងហ្នឹងហួសមកទៀតហ្នឹងក៏មកដល់ចំការគាត់ហ្នឹងឯងនេះចំការគាត់ទស្សនភាពចំការហ្នឹងមើលទៅស្មៅលង្ខៀវខ្ចីបងប្អូនមានវាថាសមាជិកច្រើននេះអាចទៅដាក់កាទេលអីទៅអង្គុយហូបបាយជុំគ្នាទៅឲ្យទិញតរ៉េនគាត់មានទុំមានអីហ្នឹងហូបទៅស្រស់ស្រាយមែនទែនហើយចំណែកដើមនេះគេហៅដើមភួងមនីហ្នឹងឯងភួងមនីទៅមួយឆ្នាំគឺផ្លែវាថាផ្លែភួងមនីផ្លែច្រើនមែនទែនហើយល្អហើយចំណែកនេះគេហៅសឡូតមាសហើយសឡូតមាសយើងល្បីមែនទែនដោយសារមានរសជាតិឆ្ងាញ់សាច់ទឹកដោះគោហើយដើមរៀងទូចទេប៉ុន្តែតរ៉េនហ្នឹងផ្លែច្រើនមែនទែនមួយដើមហ្នឹងបើខ្ញុំរាប់ទៅចង់50ផ្លែនេះគាត់នឹងរាប់មកកដុបហ្នឹងចង់10ផ្លែនៅខាងលើទៀតច្រើនមែនទែនមើលទស្សនភាពមើលដើមក៏ធំផ្លែក៏ច្រើនរសជាតិក៏ឆ្ងាញ់ហើយចការគាត់បងប្អូនទៅបើថាចង់ថតមិនខ្វះប្លង់ថតទេប្លង់ថតតាណាក៏មានដែរយើងចង់ទៅអង្គុយហូបក្រោមដើមតរ៉េនហ្នឹងក៏បានបាយហើយយើងទិញតរ៉េនហូបនៅហ្នឹងក៏បានប៉ុន្តែហូបបាយក្រោមដើមតរ៉េនវាខ្លាចតរ៉េនទុំតរ៉េនអីធ្លាក់មកអញ្ចឹងវាពិបាកដែរហើយបងប្អូនដើរថតទៅដល់ក្រោយក៏បានដែរហើយចំណែកដើមតរ៉េនផងគាត់វាថាមានអាយុកាលរៀងយូរដែរហើយប៉ះណាក៏គាត់ទៅមើលជួសតរ៉េនជួសអីចឹងណាប៉ុន្តែតរ៉េនជួសហ្នឹងក៏វាមានអាយុកាល 4-5 ឆ្នាំដែរប៉ុន្តែផ្លែចំណែកខាងលើហ្នឹងខ្ញុំចង់កក់គាត់មួយទុកឯងសារចាំទៅវគ្គក្រោយចាំទិញគាត់ហើយផ្លែបងប្អូនមើលទៅផ្លែវាថាផ្លែតរ៉េននេះយើងទៅចការតរ៉េនយើងស្រស់ស្រាយថងថាស្រុកខ្មែរយើងសម្បូរវាថាដីដែលមានជីជាតិចឹងស្រុកសំឡូតដីដែលមានជីជាតិដាំតរ៉េនផ្លែមែនទែនប៉ុន្តែតរ៉េនវាដូចជាលក្ខណៈរៀងរើសដីដែរប៉ុន្តែបុតដាំនៅកពីងពួយប៉ុន្តែវាអត់ល្អប៉ុន្តែស្រុកសំឡូតយើងមួយនេះគឺពេញបឹបហ្មងផ្លែល្អហើយវាថាឆ្ងាញ់ទៀតតពីបងប្អូនបានទស្សនាវីដេអូខ្ញុំតាំងពីដើមរហូតដល់ចប់នេះហើយតាក់ទងនឹងទីតាំងតាក់ទងនឹងកន្លែងចការគាត់បងប្អូនខ្ញុំនឹងតម្លាក់ក្នុងវាថា location ក្នុង comment ហ្នឹងបងប្អូនអាច search បានទៅយើងចុចទៅក្នុង location ហ្នឹងវាដាក់ Google Map មកកន្លែងគាត់ហើយតាក់ទងនឹងទីធ្លាកន្លែងគាត់ធំហើយបងប្អូនអាចតាក់ទងនឹងអាចទិញម្ហូបអាហារម្ហូបកន្លែងគាត់បានដោយសារយើងទិញមកអញ្ចឹងយើងក្រាលកាទេលក្រាលអីទៅហូបទៅក្រោមដើមនឹងមើលផ្លែតរ៉េនមើលអីទៅហើយថ្ងៃដែលខ្ញុំមកហ្នឹងបងប្អូនយើងមកលេងច្រើនមែនទែនមានឡានមានម៉ូតូច្រើនហើយតាក់ទងនឹងការទិញតរ៉េនទិញអីបងប្អូនអាចទិញកន្លែងគាត់ហ្នឹងមុខហ្នឹងបងប្អូនអាចព្រោះថាក្នុងករណីមានទុំបងប្អូនពុះទៅបងប្អូនអាចហូបក្នុងហូបបាយរួចហើយពិសាតរ៉េនទុកជាបង្អែមរៀងមាត់អីចំរសជាតិព្រោះថាតរ៉េនគាត់រសជាតិឆ្ងាញ់ព្រោះថាតរ៉េនខ្មែរយើងហើយខាងក្រៅខ្ញុំនេះគេហៅភួងមនីវាចំផ្លែមួយឆ្នាំទៅមួយឆ្នាំផ្លែច្រើនមែនទែនផ្លែច្រើនដោយសារឆ្នាំទៅមិញក៏ខ្ញុំមកដែរហើយផ្លែ
ឆ្នាំនេះក៏ច្រើនដែរហើយផ្លែមើលថានៅលើដើមច្រើនឡើងជើងចកោមនេះអោមហើយវីដេអូហ្នឹងមានប៉ុណ្្នឹងឯងពុកម៉ែបងប្អូនអរគុណច្រើន